ប្រាក់កាន់ពិបាកទៅនេះគឺថាជាការដែលយើងព្រោះថាតកដាយើងដឹងច្រើនយើងឮច្រើនការព្យុទ្ធមិនអាចទៅរួចទេនេះហើយជាចំណុចខ្លាំងម្នាក់ដែលប្រជាធិបតេយ្យយើងគឺមានការគ្រប់គ្រងពីសហរដ្ឋអាមេរិកនិងប្រទេសអន្តរជាតិជាច្រើនក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេត្រូវយើងខំប្រឹងប្រែងខ្លួនយើងឲ្យឃើញថាយើងនៅរួមគ្នាជាធ្លុងមួយដើម្បីគោលបំណងមួយគឺការពារសិទ្ធិសេរីភាពរបស់យើងតទល់គ្នាដោយការបោះឆ្នោតដើម្បីរកសន្តិភាពនៅក្នុងឯករាជ្យភាពរបស់ប្រទេសកម្ពុជានិងនៅក្នុងពលរដ្ឋភាពទឹកដីនៃប្រទេសកម្ពុជាខ្ញុំដែលជាសហភាពជាទឹកដីប្រជាធិបតេយ្យខ្មែរនៅទីក្រុងប៉ារីសនេះសូមចូលរួមនិងគាំទ្រទាំងស្រុងនៅសហភាពអ្នកជាទឹកដីប្រជាធិបតេយ្យខ្មែរនៅទីក្រុងរ៉ូនអាល់ហើយយើងនឹងធ្វើសហប្រតិបត្តិការជាមួយគ្នាស្របទៅតាមគម្រោងដែលយើងនឹងចាត់ចែងទៅថ្ងៃក្រោយដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការតស៊ូក្នុងការប្រតិបត្តិរបស់យើងដូច្នេះហើយនៅក្នុងសហភាពអ្នកជាប្រជាធិបតេយ្យខ្មែរនៅទីក្រុងរ៉ូនអាល់ហ្នឹងមានតំណាងខ្មែរអភិក្រិតបានចូលរួមនៅក្នុងជួយអស់លោកដែរគឺសូមបង្ហាញជួយម៉ាដាមពួរផាន់ណារីសូមបង្ហាញបងប្អូនអរគុណដល់ពីកញ្ចប់ហើយនោះក្រោយពីបានពិភាក្សាលើសំណួរដោរួចមកគណៈកម្មការគ្រប់គ្រងសហភាពអ្នកប្រជាធិបតេយ្យខ្មែរបានមានគម្រោងធ្វើជាញត្តិមួយដើម្បីជូនជាមធ្យោបាយដល់អ្នកដឹកនាំថ្នាក់លើក្នុងកិច្ចដឹកនាំប្រជាជាតិឲ្យបានឈានទៅកាន់សុខសន្តិភាពយុត្តិធម៌សេរីភាពនិងលទ្ធិប្រជាធិបតេយ្យដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងតែស្រេកឃ្លានខ្លឹមសារនៃញត្តិនេះមានដូចតទៅយើងខ្ញុំទាំងអស់គ្នាសមាគមខ្មែរសហគមន៍ខ្មែរស្នេហាជាតិនៅតំបន់រ៉ូណាល់ប្រទេសបារាំងសមាជិកាគណៈបកជាតិខ្មែរនៅតំបន់រ៉ូណាល់សមាជិកាគណៈបកហ៊ុនស៊ីនប៉ៃនៅតំបន់រ៉ូណាល់សមាជិកាគណៈបកប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាតំបន់រ៉ូណាល់តំណាងគណៈបកអភិក្រិតខ្មែរតំណាងគណៈកម្មការតាមដានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស CCV តំណាងគណៈកម្មការកូសូប៉ាដេកតំណាងគណៈកម្មការអសុបៈ Bush Bureau បន្ទាប់ពីបានពិភាក្សាបដូរយោបល់គ្នានាថ្ងៃទី27ខែធ្នូគឺសករាជ1997នៅលីយ៉ុងនិងយោងតាមពិសោធន៍នយោបាយកន្លងទៅថ្មីនេះយើងខ្ញុំទាំងអស់គ្នាយល់ឃើញថាគ្មានប្រសិទ្ធភាពណាមួយក្រៅពីការរួបរวมគ្នាយ៉ាងជិតស្និទ្ធដែលអាចទៅយកជាជំនះក្នុងពេលបោះឆ្នោតខាងមុខនេះលើពួកផ្ដាច់ការនិយមបម្រើផលប្រយោជន៍បរទេសដែលកំពុងតែដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកមន្តរាយយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរអំពីនេះអង្គកនិងពីទីដល់មានគណៈបកទាំងអស់ដែលជាសមាជិកនៃសហភាពអ្នកប្រជាធិបតេយ្យខ្មែរសូមឲ្យលោកជួបជុំពិភាក្សាបដូរយោបល់គ្នាក្នុងគោលការណ៍ផលប្រជាធិបតេយ្យខ្មែរទន្ទឹមនឹងនេះយើងខ្ញុំទាំងអស់គ្នាបានបញ្ញាគ្រប់គ្រងដល់ការតស៊ូគ្រប់រូបភាពនៃអ្នកស្នេហាជាតិក្នុងទឹកដីកម្ពុជាដើម្បីសន្តិភាពសេរីភាពដោយឈរលើគោលការណ៍ឯករាជ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាយោអ្នកតស៊ូខ្មែរស្នេហាជាតិជាយោសហភាពអ្នកប្រជាធិបតេយ្យខ្មែរធ្វើនៅយប់ថ្ងៃទី27ខែធ្នូគឺសករាជ1997ដោយយល់ឃើញថាគ្មានអ្វីក្រៅពីកម្លាំងសាមគ្គីដែលជាកត្តាកំណត់នៃជាជំនះបើកាលណាយើងបែកបាក់ខ្មែរត្រូវតែធ្លាក់ខ្លួនបរាជ័យខ្មែរត្រូវតែអស់ដីខ្មែរត្រូវតែខ្ញុំយួនចាក់បត់
ม